នៅខែកុម្ភៈឆ្នាំ2016មានបងប្រុសម្នាក់ដែលគាត់រត់កង់3ឬដែលយើងហៅថាកង់3ឥណ្ឌានោះនៅមុខ Naga World ដោយការរត់កង់3នៅមុខ Naga World នោះគឺមានចែកចេញជាពីរវេនគឺវេនថ្ងៃហើយនិងវេនយប់ចំណែកឯបងប្រុសម្នាក់នោះគឺគាត់រត់នៅវេនយប់ជាធម្មតានៅចន្លោះខ្ទង់ប្រហែលជាម៉ោង2ទៅម៉ោង3ទៀបភ្លឺគាត់ឈប់រត់កង់3គាត់ក៏វិលត្រឡប់ទៅផ្ទះវិញដែលនៅម្ដុំឈូកវ៉ានៅពេលដែលគាត់ធ្វើដំណើរទៅដល់ក្រាំងថ្នងនៅម្ដុំប្រឡាយទឹកបត់ចូលបរិយាពិភពថ្មីផ្សារឈុកមាសនោះគាត់ក៏បានឃើញករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានហើយនិងម៉ូតូដែលបណ្ដាលឲ្យនារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមនៅពេលនោះគាត់ក៏បានឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍នោះដែរនៅពេលដែលគេយកសពនារីនោះចេញទៅផុតមនុស្សម្នានៅទីនោះក៏រំសាយគ្នានៅពេលនោះគាត់រៀបនឹងឡើងកង់3ត្រឡប់ទៅផ្ទះទៅហើយគាត់ក៏បានឃើញទូរស័ព្ទដែលនៅនឹងគៀនផ្លូវគាត់ក៏បានរើសទូរស័ព្ទនោះយកមកផ្ទះដោយគាត់មិនបានដឹងថាជាទូរស័ព្ទរបស់ជនរងគ្រោះនោះឡើយនៅយប់ដែលគាត់យកទូរស័ព្ទនោះមកផ្ទះរបស់គាត់នោះគាត់មិនមានរឿងអ្វីកើតឡើងនោះទេលុះចូលដល់ថ្ងៃទី2បន្ទាប់ពីនារីម្នាក់នោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះគាត់ក៏បានទៅរត់កង់3ជាធម្មតានៅម៉ោងដដែលគាត់ក៏បានត្រឡប់ពី Naga ដើម្បីទៅផ្ទះវិញស្រាប់តែដល់កន្លែងកើតហេតុមាននារីម្នាក់ហៅកង់3គាត់ជិះនៅពេលនោះគាត់មិនបានចាប់អារម្មណ៍ថាជាមនុស្សឬក៏ជាស្អីនោះទេនារីម្នាក់នោះបានតថ្លៃកង់3ជាធម្មតាបន្ទាប់ពីឡើងកង់3ជិះបានប្រហែលជាកន្លះគីឡូហើយស្រាប់តែនារីម្នាក់នោះសួររកទូរស័ព្ទរបស់នាងដែលជ្រុះបាត់នៅថ្ងៃដែលនាងជួបគ្រោះថ្នាក់ចរាចរណ៍នោះនៅពេលនោះបងប្រុសម្នាក់នោះដែលគាត់ជាតែកង់3នោះគាត់ក៏ស្រឡាំងកាំងពីព្រោះគាត់រនឹកមិនឃើញហើយគាត់ឆ្ងល់ថាហេតុអីបានជានារីម្នាក់នឹងមកទារទូរស័ព្ទពីគាត់ដំបូងគាត់គិតថានារីម្នាក់នោះនិយាយទូរស័ព្ទជាមួយអ្នកផ្សេងផងលុះគាត់ស្ដាប់បានបន្តិចទៀតទើបគាត់សម្គាល់ដឹងថានារីម្នាក់នោះកំពុងតែនិយាយមកកាន់គាត់នៅពេលដែលគាត់សម្លឹងទៅមើលកញ្ចក់មើលក្រោយតែនៅព្យួរចំកណ្ដាលកង់3នោះទើបគាត់ដឹងថានាងមិនមែនជាមនុស្សនោះទេនៅពេលនោះគាត់ក៏ចំណាំមុខបានថានោះគឺជានារីម្នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនៅពេលដែលគាត់បង្អង់កង់3ប្រុងនឹងឈប់គាត់ក៏បានងាកក្រោយនៅពេលដែលគាត់ងាកក្រោយទៅគឺបាត់នារីម្នាក់នោះទៅហើយបន្ទាប់មកទៀតគាត់ក៏ពង្រឹងស្មារតីរួចបើកកង់3តដំណើរមកផ្ទះជាធម្មតាលុះគាត់ត្រឡប់មកផ្ទះគាត់បានអង្គុយគិតទៅទើបដឹងថាទូរស័ព្ទដែលគាត់រើសបាននោះគឺជាទូរស័ព្ទរបស់ជនរងគ្រោះដែលបានស្លាប់កាលពីយប់ម្សិលមិញនោះនៅពេលដែលគាត់ចូលសម្រាកគាត់ក៏បានទាញទូរស័ព្ទនោះយកមកចុចលេងហើយគាត់ក៏ឆែកមើលព័ត៌មានរូបភាពនៅក្នុងទូរស័ព្ទនោះពីព្រោះតាំងពីរើសបានមកគាត់មិនទាន់បានប្រើទូរស័ព្ទនោះនៅឡើយទេដោយសារទូរស័ព្ទនោះបានអស់ថ្មណាមួយគាត់មិនមានឆ្នាំងសាកសម្រាប់សាកទូរស័ព្ទនោះទេនៅពេលដែលគាត់មើលទិន្នន័យនិងរូបភាពដែលផ្ទុកនៅក្នុងទូរស័ព្ទនោះទើបគាត់ដឹងថាគឺជាទូរស័ព្ទរបស់ជនរងគ្រោះនោះបានមួយស្របក់ក្រោយមកគាត់ក៏បិទភ្នែកសម្រាកប៉ុន្តែការបិទភ្នែករបស់គាត់គឺសម្រានមិនទាន់លក់នោះទេគឺនៅលហៀងនៅឡើយមួយសន្ទុះក្រោយមក
គាត់ក៏បានឮសំឡេងមនុស្សស្រីដែលជិះកង់3គាត់នោះហៅគាត់ម្ដងទៀតដែលបន្ទាប់ពីការហៅនោះនារីម្នាក់នោះចាប់ផ្ដើមទារទូរស័ព្ទរបស់នាងមកវិញដំបូងឡើយគាត់ស្មានថាគាត់បានយល់សប្តិផងបន្ទាប់មកគាត់ក៏ភ្ញាក់ដឹងខ្លួនគាត់បើកភ្នែកហើយគាត់ក៏សង្ងំស្ដាប់សំឡេងនារីម្នាក់នោះហើយគាត់ល្វើយនៅពីមុខផ្ទះដែលសំឡេងនោះចេញពីម្ដុំកង់3នោះឯងទៅពេលនោះគាត់ស្ទុះពីកន្ទាលថ្នមចុះពីលើគ្រែបន្ទាប់មកទៀតគាត់ចាប់ផ្ដើមសម្លឹងមើលតាមវាំងននបង្អួចតិចទើបគាត់ដឹងថានារីម្នាក់នោះគឺនៅអង្គុយនៅក្នុងកង់3របស់គាត់ប៉ុន្តែគាត់ហាក់បីដូចជាគ្មានអារម្មណ៍ខ្លាចនោះទេម្យ៉ាងទៀតគឺគាត់មិនចេះខ្លាចស្រាប់ហើយពីព្រោះហេតុការណ៍បែបនេះគឺគាត់ធ្លាប់ជួបច្រើនណាស់ជាពិសេសនៅពេលដែលគាត់រត់កង់3នៅម្ដុំ Nagavel នោះនៅពេលដែលគាត់សម្លឹងទៅនារីម្នាក់នោះហើយគាត់ក៏មិនដឹងជាធ្វើយ៉ាងម៉េចដែរគាត់ក៏ចូលសម្រាកទៅបន្ទាប់ពីឡើងលើគ្រែគាត់បានដាក់ខ្នងមិនទាន់នឹងដល់កន្ទេលស្រួលបួលផងម្ដងនេះមិនត្រឹមតែឮសំឡេងនារីម្នាក់នោះស្រែកហៅគាត់ថ្នមនោះទេក៏ព្រមទាំងមានសំឡេងគោះទ្វារដួងដាំងផងដែរប៉ុន្តែនៅក្នុងផ្ទះពុំមានអ្នកណាឮក្រៅពីគាត់នោះទេមួយសន្ទុះក្រោយគាត់ក៏សម្រេចចិត្តថាសម្រានទៅពីព្រោះបាននៅតតាំងជាមួយនឹងនារីម្នាក់នោះក៏អត់បានការដែរម្យ៉ាងទៀតគាត់ក៏គិតថានឹងយកទូរស័ព្ទនោះទៅទុកនៅកន្លែងដើមវិញដែរលុះស្អែកឡើងពេលល្ងាចជាពេលដែលគាត់ត្រូវធ្វើដំណើរទៅកណ្ណាកាវើលដើម្បីរត់កង់3នោះគាត់ក៏បានភ្លេចយកទូរស័ព្ទនោះទៅជាមួយនៅពេលដែលគាត់ធ្វើដំណើរទៅដល់ទីតាំងនោះទើបគាត់ដឹងថាគាត់បានភ្លេចទូរស័ព្ទនោះទៅហើយគាត់ក៏ពន្យាពេលរហូតទៅដល់ថ្ងៃស្អែកទើបគាត់យកទូរស័ព្ទនោះទៅដាក់ប៉ុន្តែនៅយប់ដែលគាត់មិនបានយកទូរស័ព្ទទៅតាមខ្លួននោះទូរស័ព្ទនោះក៏នៅលើគ្រែក្នុងផ្ទះហើយប្រពន្ធរបស់គាត់បានត្រឡប់មកពីធ្វើការវិញដោយមិនដឹងថាទូរស័ព្ទនោះជាទូរស័ព្ទអ្នកណានោះទេគាត់ក៏ចុចលេងរហូតទៅដល់ជប់រៀងជ្រៅដែរនៅពេលដែលគាត់កំពុងតែចុចទូរស័ព្ទនោះអ្នកក្បែរខាងព្រមទាំងកូនក្មួយរបស់គាត់បានសម្រាកលងលក់អស់ទៅហើយគឺនៅតែគាត់ម្នាក់ឯងនោះទេគាត់លេងទូរស័ព្ទបណ្ដាគាត់ឮសំឡេងល្វើយពីក្រៅមកបណ្ដាដែលសំឡេងនោះវាហាក់បីដូចជាខុសពីសំឡេងមនុស្សធម្មតាឆ្ងាយណាស់សំឡេងធ្ងន់ល្វើយដែលធ្វើឲ្យគាត់ព្រឺឆ្អឹងខ្នងយកទៅមែនតែនបន្ទាប់មកទៀតគាត់ក៏បិទទូរស័ព្ទរួចផ្ទៀងត្រចៀកស្ដាប់សំឡេងនោះម្ដងទៀតគាត់កាន់តែផ្ទៀងស្ដាប់សំឡេងនោះហាក់កាន់តែមកខិតជិតមករកគាត់ពេលនោះគាត់នឹកស្មានថាបងប្អូននៅក្បែរខាងនោះគាត់មកលេងសើចផងគាត់ក៏មិនជាចាប់អារម្មណ៍ដែរប៉ុន្តែហេតុអីក៏អារម្មណ៍របស់គាត់បាសឡើងក្រញាំងពេញតែដៃពេញតែជើងអញ្ចឹងគាត់ឆ្ងល់រួចគាត់ក៏សម្រេចចិត្តលបមើលតាមបង្អួចនៅពេលដែលគាត់សម្លឹងមើលតាមបង្អួចនោះគាត់ក៏បានឃើញនារីម្នាក់ដើរចុះដើរឡើងដំបូងគាត់ក៏នឹកស្មានថាជាមនុស្សដែរប៉ុន្តែគាត់សម្លឹងមើលខាងក្រោមទៅគឺមិនមានមួយកំណាត់ក្រោមនោះទេឯគាត់គឺជាមនុស្សពូកែខ្លាចមិនដូចប្តីគាត់នោះទេនៅពេលនោះបងស្រីម្នាក់នោះចាប់ផ្ដើមស្រែករហូតតលតែផ្អើលទាំងមនុស្សផ្អើលទាំងខ្មោចនៅពេលដែលខ្មោចនោះបានផ្អើលបាត់ទៅគាត់ក៏ខលហៅប្អូនរបស់គាត់ដែលនៅក្បែរនោះឲ្យមកសម្រាកជាមួយគាត់លុះប្រហែលជាម៉ោង3ទៅម៉ោង4ទៀបភ្លឺទើបបងប្រុសគាត់ត្រឡប់មកពីរត់កង់3វិញនៅពេលនោះបងស្រីក៏បានរាយរាប់សេចក្តីប្រាប់ទៅប្តីរបស់គាត់នៅ
ពេលដែលបងប្រុសម្នាក់នោះបានឮដំណឹងបែបនេះហើយគាត់ក៏ប្រញាប់យកទូរស័ព្ទនោះទៅចោលនៅកន្លែងចាស់ភ្លាមតែម្ដងដោយមិនចាំទុកស្អែកនោះទេរឿងរ៉ាវរបស់គាត់ដែលបានឃើញខ្មោចមនុស្សស្រីដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះក៏បានចប់តែត្រឹមនេះនៅវគ្គក្រោយខ្ញុំនឹងរៀបរាប់ពីសាច់រឿងរបស់គាត់ពីព្រោះគាត់ឧស្សាហ៍ជួបរឿងប្លែកណាស់នៅក្នុងវគ្គនេះខ្ញុំសូមចប់តែត្រឹមប៉ុណ្ណេះសិនសូមអរគុណសូមជម្រាបលា